រូបគំនូរប្រសិនបើយើងអត់មានតិចនិចក្នុងការគូរអញ្ចឹងយើងដឹងថាចាប់ពីណាទៅណាត្រូវគូរស្អីមុនអញ្ចឹងណាហើយឥឡូវបងប្អូនមកចាំផ្ដើមមើលគាត់គូរគំនូរនេះមុនដំបូងគឺគាត់គូរផ្លូវសិនបន្ទាប់មកទៀតគឺគាត់ចាប់ផ្ដើមគូររបងដែលអមនឹងសងខាងជាមួយនឹងផ្លូវបងប្អូនដល់ពេលដែលគាត់គូររបងហ្នឹងហើយគាត់ចាប់ផ្ដើមគូរដើមដូងម្ដើមរួចហើយមកទៀតគាត់ចាប់ផ្ដើមគូផ្ទះក្បែរនឹងដើមដូងហ្នឹងណាហើយផ្លូវក្បែរផ្ទះហ្នឹងគឺគាត់ចាប់ផ្ដើមគូស្មៅគូអីនេះនៅសងខាងផ្លូវហ្នឹងគឺចាប់ផ្ដើមដាក់ស្មៅដាក់សួនអីចឹងទៅអញ្ចឹងនៅពេលដែលយើងដឹងកលឹះវាគឺយើងមើលទៅងាយស្រួលក្នុងការគូទេរួចហើយក៏គាត់ចាប់ផ្ដើមគូផ្កាម្ដើមពីដើមអីមកនៅក្បែរនឹងគល់ឈើគល់ដូងហ្នឹងណាបងប្អូននេះឃើញទេដាក់ម្ដើមលម្អពីមុខហ្នឹងមកចំណែកឯនៅខាងក្បែរលបងហ្នឹងគឺយើងគូស្មៅយើងចាប់ផ្ដើមគូស្មៅតិចមកដើម្បីឲ្យវាមានពណ៌ស្អាតណារួចហើយចាប់ផ្ដើមគូផ្ទះមួយទៀតបងប្អូននៅក្បែរលបងកាន់ដៃផ្លូវចូលនឹងឯងចឹងផ្ទះយើងគូធម្មតាអញ្ចឹងមកម៉ូតឲ្យមកហើយយើងដាក់ស្មៅដាក់អីក្បែរជើងវាខាងក្រោមហ្នឹងមកនេះបងប្អូននេះឃើញទេចឹងផ្ទះយើងមានកពូលស្រួចកពូលអីយើងមករួចហើយកន្លែងណាវាលគឺយើងដាក់ស្មៅមកហើយយើងផាត់ color វាតិចមកបងប្អូនដើម្បីឲ្យមើលទៅមានភាពស្រស់ស្អាតទាក់ទាញអញ្ចឹងណាបន្ទាប់ពីគូផ្ទះគូអីរួចរាល់ហើយគាត់ចាប់ផ្ដើមគូដើមឈើនៅខាងក្រោយផ្ទះហ្នឹងហើយបងប្អូននេះឃើញទេចឹងគាត់ចាប់ផ្ដើមគូដើមឈើមានមែកមានអីចឹងមកវាបែកមែកបែកអីមកអាខាងក្រោមហ្នឹងគឺស្មៅដុះចឹងមកនេះបងប្អូននេះឃើញទេក្បែរហ្នឹងចឹងគូហើយចាប់ផ្ដើមទៅគូស្លឹកដូងស្លឹកអីចឹងមកនេះដើមដូងនៅពីខាងមុខក្បែរផ្លូវហ្នឹងបន្តមកទៀតគាត់ចាប់ផ្ដើមគូដបូលផ្ទះហ្នឹងផាត់ color អីតិចមកឲ្យវាមើលទៅរាងស្អាតនិងទាក់ទាញណារួចហើយគាត់ចាប់ផ្ដើមគូស្លឹកឈើបងប្អូននេះជាធម្មតាដើមឈើនៅខាងក្រោយផ្ទះរបស់យើងវាមានមែកតូចមែកធំអញ្ចឹងណាចឹងយើងគូតាមហ្នឹងមកមានស្លឹកតូចស្លឹកធំអីមើលទៅឲ្យស្អាតចឹងមករួចបន្ទាប់ពីហ្នឹងមកទៀតគាត់ចាប់ផ្ដើមគូស្លឹកដូងវាមានស្លឹកតូចស្លឹកធំអីចឹងមកទៅទៀតគឺនៅតាមផ្លូវដែលយើងដើរទៅហ្នឹងគឺវាត្រូវមានស្មៅឬក៏មានរង្វះទឹកអីហូរកាត់អីតិចចឹងបងប្អូនចាប់ផ្ដើមគូអញ្ចឹងមកនៅខាងក្រោយខាងឯផ្ទះហ្នឹងគឺវាតែងតែមានដើមឈើដើមអីនៅគៀនផ្ទះយើងហ្នឹងយើងគូដាក់លម្អអញ្ចឹងមកបងប្អូននេះដើមដូងមានកាឡាមានអីផ្ទះយើងមានយើងបាំងជាង